21 ខែមិថុនាទិវាបិតានៅក្នុងសកលក្នុងអារម្មណ៍កូនកំពុងនឹកដល់ក្តីសុខបាបដល់ឲ្យកូនពីមុនប៉ាបានចែកឋានមុនកូនដឹងក្តីមិនអាចធ្វើអ្វីតបស្នងសងគុណកូនពិតស្រណោះនឹកប៉ាពេកពុននឹកដល់ថ្ងៃមុនប៉ាឃ្លាតពីកូនរពពលពុតសាហាវព្រៃផ្សៃយកប៉ាប្រឡ័យជីវិតបាត់សូន្យបេះដូងជោគចាប់ក្រៀមក្រំស្រពនរហូតដល់កូនជួបប៉ាជាតិក្រោយសពថ្ងៃគុំតែមានរូបថតប៉ាដែលពុកស្រវាប្រញាប់ញ័រឲ្យអ្នកបងចិន្តារក្សាអំណោយចៅថ្ងៃក្រោយនៅស្គាល់មុខប៉ាប៉ាប្រឡ័យជីវិតបាត់សូន្យបេះដូងជោគចាប់ក្រៀមក្រំស្រពនរហូតដល់កូនជួបប៉ាជាតិក្រោយសុខថ្ងៃគុំតែមានរូបថតដែលពុកស្រវាប្រញាប់យកឲ្យអ្នកបងចិន្តារក្សាអំណោយចៅថ្ងៃក្រោយនៅស្គាល់មុខប៉ា